បាទបងប្អូនស្គាល់កាស៊ូមបាទកាស៊ូមគឺជាផលិតផលមួយជួយដល់កសិករខ្លាំងមែនទែនតែកាស៊ូមមួយក៏ហុចផលពិបាកដល់បងប្អូនដែរបាទអញ្ចឹងការប្រើប្រាស់កាស៊ូមមានកម្រិតរបស់វាកាស៊ូមមានប្រើរហូតដល់ 100cc និងអាចប្រើ 30cc អញ្ចឹងបងប្អូនគួរតែយល់ថាដំណាំប្រភេទម៉េចគួរប្រើប្រមាណcc ឬក៏ហៅថាប្រើប្រមាណមីលីលីត្របាទអញ្ចឹងបងប្អូនត្រូវយល់កន្លែងហ្នឹងបងប្អូនកសិករអត់យល់ទេពេលដែលបងប្អូនជួបបញ្ហាដំណាំស្វិតផ្លែឬមួយក៏មិនកាន់ក្រាបហ្នឹងបងប្អូនតែចូលចិត្តកាស៊ូមហើយបាទអញ្ចឹងពាក់ព័ន្ធទៅលើដំណាំមានដំណាំប្រមូលផលបន្តនិងដំណាំប្រមូលផលផ្ដាច់អញ្ចឹងបងប្អូនជួបបញ្ហាពាក់ព័ន្ធទៅលើដំណាំប្រមូលផលឆាប់អស់ប្រមូលផលអត់បានច្រើនប្រមូលផលទៅឆាប់ងាប់ដើមអាហ្នឹងគឺបញ្ហាដោយសាររឿងមួយតែបងប្អូនមិនទាន់បានយល់បើសិនបងប្អូនចង់យល់ពីបញ្ហាកន្លែងហ្នឹងបងប្អូនអាចតាក់ទងមកហេងចំណាត់សួរពីផ្នែកចែកទេសនិងរបៀបប្រើហេងចំណាត់នឹងចែកម្លេច free តែម្ដងបាទ